តើ$5យើងអាចទិញអ្វីបានខ្លះនៅទីនេះសួស្តីបងប្អូនពីខ្ញុំជាជនជាតិខ្មែរដែលរស់នៅប្រទេសទីម៉ូថ្ងៃនេះខ្ញុំបានមកផ្សារលោកខមកកន្លែងនៅក្នុងប្រទេសទីម៉ូហ្នឹងហើយបងប្អូនចង់ដឹងអត់ថាតើ$5យើងអាចទិញអ្វីបានខ្លះនៅទីនេះតោះឥឡូវយើងទៅទិញទាំងអស់គ្នាដាកាត់ក៏ឃើញក្រត់ល្អទិញក្រត់មុនគេហើយក្រត់នេះមកដុំហ្នឹងគឺតម្លៃ50សេនបន្ទាប់មកខ្ញុំទិញស្ពៃបូកូហ្នឹងមួយ50សេនដែរហើយបន្ទាប់មកទៀតខ្ញុំក៏បានទិញប៉េងប៉ោះហើយប៉េងប៉ោះហ្នឹងបងប្អូនគេមានអាទូចអាធំហើយអាចានតូចហ្នឹង50សេនអាចានធំ$1បន្ទាប់មកនេះខ្ញុំក៏បានទិញផ្លែត្រប់ហើយត្រប់ហ្នឹងមួយចានគឺ$1ហ្មងហើយវាធំល្អដែរហើយចានដូចជាមាន5-6ផ្លែជាមួយខ្ញុំដាក់នៅចុងវីដេអូហើយបន្ទាប់មកខ្ញុំក៏ដើរទៅគឺស្ពៃក្តោបហើយក៏បានទិញស្ពៃក្តោបហ្នឹងមួយ$1ដែរបងប្អូនបន្ទាប់មកទៀតក៏ឃើញតកួននេះខ្ចីល្អបងប្អូនមកដុំហ្នឹងតម្លៃ25សេនគេហៅ quarter ហើយខ្ញុំទិញ2ដុំវាស្មើនឹង50សេនពេលដើរមកមុខបន្តិចមកក៏ឃើញមានគេលក់ល្ហុងខ្ចីហើយល្ហុងខ្ចីគេហ្នឹងល្អបងប្អូនមួយចានហ្នឹងមាន3ផ្លែ50សេនហើយបងប្អូនឃើញអ្នកលក់គេអត់រស់រាយមែនតើស្អាតដល់យើងរហូតហើយអសល់50សេនចុងក្រោយនេះខ្ញុំទិញកូនលក្ខីអញ្ចឹងអស់ហើយ$5ហ្នឹងបងប្អូនផ្សារដែលនេះខ្ញុំទៅនោះអត់មានលក់ត្រីសាច់អីទេហើយបើយើងចង់ទិញត្រីយើងទៅកន្លែងគេលក់ត្រីហ្នឹងគេលក់ត្រីរូបគ្រឿងសមុទ្រអីចឹងហើយបន្លែទាំងអស់ហ្នឹងគឺជាបន្លែដែលពួកគាត់ដាំដុះនៅក្នុងស្រុកបន្លែធម្មជាតិអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច follow ផងដើម្បីបានទទួលនៅវីដេអូថ្មីដែលជាបទពិសោធន៍នៃការរស់នៅប្រទេសទីម៉ូ